ទីក្រុងបាងកកនៃប្រទេសថៃបានជួបព្យុះភ្លៀងដោយឥទ្ធិពលរបស់វាបង្កជាខ្យល់កន្ត្រាក់និងខ្យល់គួចបានបោកបក់បំផាំងដំបូលសំណង់នានានិងផ្ដួលរំលំដើមឈើបាក់សង្កត់ផ្ទះនិងយានយន្តជាច្រើនគ្រឿងតាមការចុះផ្សាយដោយសារព័ត៌មានข่าวសុទ្ធព្យុះបានវាយប្រហារខណ្ឌចតុចក្រនៅវេលាម៉ោង 5:30 នាទីព្រឹកឈានចូលថ្ងៃសុក្រទី 3 ខែកញ្ញា 2025 នេះបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញដោយដើមឈើធំៗបានបាក់សង្កត់ផ្ទះសម្បែងនិងម៉ូតូយានយន្តជាច្រើនគ្រឿងបង្កការកកស្ទះក៏ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួសនោះទេបាទមិននៅតែទីក្រុងបាងកកទេបាទដើមឈើធំមួយដើមក៏បានបាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅស្រុកផាគ្រីតនៃខេត្តនន្ទបុរីផងដែរបាទដោយមានការបំផ្លិចបំផ្លាញខូចខាតធ្ងន់ធ្ងរគ្រោះធម្មជាតិនេះបានវាយប្រហារបន្ទាប់ពីអភិបាលក្រុងបាងកកឈើតឆាតស៊ីធីផុនប្រមានថារាជធានីរបស់ប្រទេសថៃអាចប្រឈមទៅនឹងទឹកជំនន់ដ៏ធំក្នុងអំឡុងថ្ងៃទី 9 ដល់ថ្ងៃទី 10 ខែតុលាដោយសារតែការកើនឡើងនៃកម្ពស់ទឹកក្នុងទន្លេចៅប្រយ៉ារួមនឹងទឹកភ្លៀងធ្លាក់និងការបញ្ចេញទឹកពីទំនប់នានាដែលនៅប៉ែកខាងលើគឺភូមិភាគខាងជើងនិងភូមិភាគឦសាននៃប្រទេសថៃការិយាល័យធនធានទឹកជាតិរបស់ថៃព្យាករណ៍ថាចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 6 ខែតុលាកម្ពស់ទឹកនៅតាមដងទន្លេចៅប្រយ៉ាទន្លេថាជីនទន្លេមេខ្លងនឹងកើនឡើងគួបផ្សំជាមួយជំនោរខ្ពស់ដោយអាចរុញច្រានកម្ពស់ទឹកឲ្យឡើង 1.70 ទៅ 1.90 ពីនីវ៉ូទឹកសមុទ្រប្រហែលពីទឹកលើសកម្រិតប្រកាសអាសន្នយ៉ាងណាក្រុងបាងកកមិនទាន់ឃើញមានភ្លៀងធ្លាក់ខ្លាំងនៅឡើយទេប៉ុន្តែគេរំពឹងថាទឹកភ្លៀងនឹងកើនឡើងនៅសប្តាហ៍ក្រោយអភិបាលក្រុងបាងកកដដែលក៏ប្រមានផងដែរថាសង្កាត់ដែលជាតំបន់ទំនាបនៅបាងកកនិងតាមមាត់ទន្លេមួយចំនួននៅក្រៅទំនប់ធំៗអាចរងគ្រោះដោយទឹកជំនន់ឬក៏ទឹកហូរខ្លាំងជុំវិញបញ្ហានេះរដ្ឋបាលក្រុងបាងកកបានរៀបចំបាវខ្សាច់ជាង 200,000 បាវរួចទៅហើយបាទដើម្បីការពារទប់ទឹកនិងកន្លែងងាយរងគ្រោះបាទនេះគឺតាក់ទងទៅនឹងករណីនៅទីក្រុងបាងកករបស់ប្រទេសថៃដែលថ្ងៃនេះគឺចាប់ពីម៉ោង 5 ព្រឹកតែម្ដងមានព្យុះភ្លៀងនិងខ្យល់កន្ត្រាក់ធ្ងន់ធ្ងរបណ្ដាលឲ្យមានការបាក់ដើមឈើរលំសង្កត់ទៅលើផ្ទះក៏ដូចជាយានយន្តដែលចតបាទហើយជាសញ្ញាប្រមានមួយបាទសម្រាប់ទីក្រុងបាងកករបស់ប្រទេសថៃដោយលោកឈើតឆាតស៊ីធីផុនបានលើកឡើងអញ្ចឹងបាទថាទីក្រុងបាងកកបាទនៅរយៈពេល 10 ថ្ងៃខាងមុខទៀតនេះអាចប្រឈមទៅនឹងការជន់លិចដោយសារតែកំណើនទឹកនៅតាមទន្លេធំៗជាពិសេសនោះគឺទន្លេចៅប្រយ៉ាហើយយើងបានឃើញថាថៃបានបើកទឹកបាទពីទ្វារទឹកចំនួន 2 បាទគឺសេរីឃីតនិងភូមិវិបុលដែលជាទ្វារទឹកដ៏ធំបាទនៅភាគខាងជើងនៃប្រទេសថៃបាទចូលទន្លេចៅប្រយ៉ាធ្វើឲ្យមានការជន់លិចបាទខេត្តនៅតំបន់ទំនាបកណ្ដាលក៏ដូចជាទីក្រុងបាងកកបាទអញ្ចឹងយើងបានឃើញព័ត៌មានតាក់ទងទៅនឹងការលើកឡើងរបស់អភិបាលក្រុងបាងកកផ្ទាល់តែម្ដងដែលពេលបច្ចុប្បន្ននេះក្រុងបាងកកបាទដីនៅប៉ែកខាងក្រោមនោះគឺមានលក្ខណៈជ្រាយខ្លាំងមែនទែនដែលធ្វើឲ្យមានការបាក់ស្រុតជាបន្តបន្ទាប់បាទដោយកន្លងទៅនេះបាទយើងបានឃើញហើយអស់លោកអ្នកគឺមានការបាក់ស្រុតបាទចំនួន 2 កន្លែងបាទនៅទីក្រុងបាងកកបាទតាក់ទងទៅនឹងបញ្ហានៃការជ្រាយនៅប៉ែកខាងក្រោមនៃដីទីក្រុងបាងកកនេះឯងក្រៅពីការបាក់ស្រុតនៅមុខមន្ទីរពេទ្យ Vechara Hospital ដែលមានទំហំរហូតទៅដល់ 30 ម៉ែត្រ 4 ជ្រុងជម្រៅ 50 ម៉ែត្រហើយថ្មីនេះគឺមានការបាក់ស្រុតនៅមុខប៉ុស្តិ៍ប៉ូលីសសែនសានបាទនៅជាប់នោះបាទកំពុងរងហានិភ័យដូចគ្នាពីព្រោះតែឥទ្ធិពលនៃបំណាក់ស្រុតជម្រៅ 50 ម៉ែត្រតាក់ទងទៅនឹងគ្រោះមហន្តរាយនៅប្រទេសថៃគឺអាចនិយាយបានថាវាយផ្ទប់គ្រប់ជ្រុងតែម្ដងបាទទាំងពីលើទាំងពីក្រោមបាទទាំងព្យុះទាំងភ្លៀងទាំងទឹកទាំងដីដែលហាក់ដូចជាបញ្ចេញកំហឹងបាទដាក់ប្រទេសថៃសម្រាប់ឆ្នាំ 2025 នេះបាទជាការគួរឲ្យកត់សម្គាល់ក៏ដូចជារំលឹកឡើងវិញផងដែរថានៅចុងឆ្នាំ 2024 កន្លងទៅនៅភាគខាងត្បូងប្រទេសថៃដែលមានចំនួនប្រមាណជា 15 ខេត្តគឺមានការជន់លិចធ្ងន់ធ្ងរម្ដងរួចមកហើយបាទដោយការជន់លិចនោះគឺជាទឹកចំនួនខុសរដូវហើយប្រជាពលរដ្ឋថៃដែលរស់នៅភាគខាងត្បូងនោះបាទគឺមានការងឿងឆ្ងល់បាទក៏ដូចជាបង្ហាញអារម្មណ៍ដូចគ្នាថាមិនដែលជួបប្រទះទេបាទសម្រាប់តំបន់ភាគខាងត្បូងនៃប្រទេសថៃនេះបាទក្នុងរយៈពេល 50-60 ឆ្នាំចុងក្រោយនេះដែលមានទឹកចំនួនធ្ងន់ធ្ងរបាទភ្លៀងធ្លាក់បាទដែលមានទឹកចំនួនធ្ងន់ធ្ងរខុសរដូវកាលនោះគឺនៅចុងឆ្នាំ 2024 តែម្ដងហើយឥឡូវនេះបាទយើងឃើញថាថៃកំពុងតែជួបបាទគ្រោះទឹកជំនន់នៅភូមិភាគខាងជើងនិងភូមិភាគកណ្ដាលមានព្យុះមកថ្មីជាបន្តទៀតគឺព្យុះទី 21 បាទដែលមានឈ្មោះថាម៉ាត់មូនឹងនឹងវិវត្តខ្លួនបាទរំកិលពីសមុទ្រចិនខាងត្បូងធ្វើដំណើរឆ្ពោះមកកាន់ប្រទេសថៃជាបន្តទៀត
បាទប្រិមិត្តយើងទៅមើលពីខេត្តអយុធ្យាវិញបាទនៅក្នុងថ្ងៃនេះក៏ជួបគ្រោះធម្មជាតិបាទខ្យល់កន្ត្រាក់ខ្លាំងដូចនៅទីក្រុងបាងកកដែរបាទសូមបញ្ជាក់ផងដែរថាខេត្តអយុធ្យានេះគឺជាអតីតបាទខេត្តរបស់ខ្មែរកាលពីសម័យចក្រភពអង្គរដែលនៅទីនោះគឺមានសហគមន៍ជនជាតិខ្មែរបាទរស់នៅមានអរិយធម៌ខ្មែរតាមរយៈបាទប្រាសាទបុរាណដែលបានបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្នហើយក្រោយពេលដែលអំណាចកណ្ដាលបាទគឺនៅក្រុងយសោធរបុរៈបាទគឺនៅក្រុងអង្គរបានធ្លាក់ចុះទៅបាទនៅអយុធ្យានោះក៏ត្រូវបានដោះដាលឡើងបង្កើតទៅជារដ្ឋឯករាជ្យបាទដោយមានជនជាតិថៃគឺធ្វើជាស្ដេចប៉ុន្តែនៅទទួលឥទ្ធិពលពីខ្មែរបាទរហូតដល់ពេលបច្ចុប្បន្នបាទយើងឃើញថាខេត្តអយុធ្យាថ្ងៃនេះក៏មានភ្លៀងធ្លាក់បាទនឹងខ្យល់កន្ត្រាក់ដែរដែលបានធ្វើឲ្យបាក់រលំដើមឈើបាទគឺដើមអំពិលមួយដើមមានអាយុ100ឆ្នាំហើយបានសង្កត់បាទទៅលើផ្ទះគ្រួសារមួយដែលមានសមាជិក4នាក់បាទបណ្ដាលឲ្យរងរបួសមានរថយន្តដឹកទំនិញមួយគ្រឿងនិងម៉ូតូ2គ្រឿងដែលចតក្រោមផ្ទះបាទក៏ត្រូវរងការខូចខាតផងដែរអ្វីដែលគួរឲ្យចម្លែកនោះប្រិយមិត្តណាបាទគឺផ្ទះដែលត្រូវបានដើមអំពិលបាក់សង្កត់នោះម្ចាស់ផ្ទះបាទបានផ្ដល់បទសម្ភាសន៍ថាមានលក្ខណៈដូចញ័ររញ្ជួយដីអញ្ចឹងបាទនេះគឺជារឿងមួយក្រៅតែពីមានព្យុះភ្លៀងដែលធ្វើឲ្យមានការបាក់រលំដើមឈើហើយនោះជនរងគ្រោះមានអារម្មណ៍ថាដូចជាមានកម្លាំងរំញ័រអ្វីប្រៀបដូចជារញ្ជួយដីអញ្ចឹងបាទនេះបើតាមការចុះផ្សាយដោយសារព័ត៌មានខាវសុទ្ធបាទដែលបានចុះផ្សាយនៅថ្ងៃនេះបាទដែលព្យុះនេះគឺមានលក្ខណៈចម្លែកក្រៅតែពីមានខ្យល់មានភ្លៀងបាទគេក៏មានការភ្ញាក់ផ្អើលមែនទែនដោយមានលក្ខណៈរំញ័រតែម្ដងហើយតាមការចុះផ្សាយបាទដោយសារព័ត៌មានខាវសុទ្ធដដែលបាទនៅថ្ងៃនេះប្រទេសថៃបាទខេត្តចំនួន37ប្រឈមទៅនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តទៀតបាទតាមការព្យាករណ៍នោះគឺមានភ្លៀងធ្លាក់បាទកម្រិត 60% ឯណោះបាទក្នុងនោះមានទី1គឺនៅទីក្រុងបាងកកបាទមានភ្លៀងធ្លាក់រួមទាំងខេត្តនៅជុំវិញទីក្រុងបាងកកភូមិភាគខាងជើងបាទមានដូចជាខេត្តមេហុងសនខេត្តតាកពិษណុលោកនិងខេត្តពេជ្របូរចំណែកឯនៅខេត្តភូមិភាគឦសានវិញបាទមានដូចជាខេត្តនងខៃលើយជ័យភូមិនគររាជសីមាបុរីរំនិងសុរិន្ទចំណែកឯនៅភូមិភាគកណ្ដាលបាទមានដូចជាខេត្តសុផាន់បុរីខេត្តស្រះបុរីខេត្តនគរបឋមខេត្តអយុធ្យាខេត្តកញ្ញនបុរីនិងខេត្តរាជបុរីនៅភាគខាងកើតបាទមានដូចជាខេត្តប្រជិនបុរីនគរនាយកបាទខេត្តឆៈជើងសៅខេត្តច័ន្ទបុរីនិងខេត្តត្រាតហើយនៅភាគខាងត្បូងវិញបាទគឺមាននគរស្រីធម្មរាជសុរតធានីខេត្តផាត់ថលុងសង្ខ្លាបត្តនីយៈឡានិងខេត្តនរាធិវត្តន៍ចំណែកនៅភាគខាងត្បូងបាទប៉ែកខាងលិចបាទមានដូចជាខេត្តក្របីត្រាំងផាងាខេត្តសទូននិងមានភ្លៀងធ្លាក់ដែរបាទក្នុងកម្រិត 60%